បងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបឆាមបាយតាមបែបគ្រួសារខ្ញុំជាងដំបូងយើងរំលីងខ្ទឹមហើយខ្ទឹមហ្នឹងខ្ញុំលាយជាមួយនឹងដើមខ្ទឹមបន្តិចខ្ញុំចូលចិត្តដើម្បីឲ្យវាឈ្ងុយកាន់តែខ្លាំងហើយពងទាគឺខ្ញុំគោះដាក់ចូលក្នុងហ្នឹងតែម្ដងបើបងប្អូនចង់ចៀនហើយចាំដាក់ក៏បានដែរប៉ុន្តែខ្ញុំចង់ធ្វើអញ្ចឹងដើម្បីឲ្យបាយហ្នឹងវាមានភាពរមួតស្អាតរមួតល្អណាហើយខ្ញុំអត់សូវប្រើខ្លាញ់ទេខ្ញុំធ្វើបែបអាហារសុខភាពអញ្ចឹងដាក់ពងទាហ្នឹងឆាកូរវ៉ាក់ចឹងមកបន្ទាប់មកយើងថែមទឹកស្អ៊ីវបន្តិចដើម្បីឲ្យវាមានជាតិនៅពងទាហ្នឹងហើយយើងកូរច្បល់វាឲ្យពងទាហ្នឹងវាមានជាតិចឹងណាអញ្ចឹងបើបងប្អូនចង់ទៀនគោះហើយចៀនហើយហាន់ជាចំណិតដាក់ក៏បានតាមចំណូលចិត្តចឹងណាខ្ញុំធ្វើអញ្ចឹងហើយយើងឆារហូតទាល់តែស្ងួតហើយខ្ញុំលួចស្ករនៅពងទានឹងបន្តិចអស់ហើយអញ្ចឹងខ្ញុំអត់ដាក់ស្ករថែមទៀតទេអានេះខ្ញុំដួសឡើងសិនដោយសារតែខ្ញុំគិតថាសាច់ក្រកហ្នឹងខ្លាចដាក់ជាមួយពងទាទៅអត់ឆ្អិនអញ្ចឹងណាខ្ញុំបារម្ភផុតរឿងអត់ឆ្អិនអញ្ចឹងខ្ញុំដាក់លើពងទាឡើងបន្តិចសិនហើយយកសាច់ក្រកហ្នឹងយកមកម្លីងដាក់ភ្លើងតិចឲ្យចេញខ្លាញ់ពីសាច់ក្រកហ្នឹងតបមកខ្ញុំដាក់បង្គាហ្នឹងមកខាំតែទុយទេអាហ្នឹងមកខាំទុំជា2000ហ្នឹងកាតែងហ្នឹងខ្ញុំមកបកសបកបកអីចេញហើយយើងលីងវាជាមួយសាច់ក្រកទៅហើយមើលស្ងួតទៅឃើញទេបងប្អូនពួកខ្ញុំអត់ប្រើខ្លាញ់ច្រើនទេខ្ញុំកាត់បន្ថយខ្លាញ់ច្រើនបំផុតកាត់តាមលទ្ធភាពយើងធ្វើបានណាចឹងយើងលីងទៅលីងមកចឹងទៅប្រើភ្លើងតិចនៅវាចេញប្រេងមកពីសាច់ក្រកបងប្អូនឃើញអត់ចឹងយើងថែមពោតនៅផ្ទះមានអីដាក់ហ្នឹងទៅព្រោះខ្ញុំអត់បានត្រៀមទុកមុនដាក់ពោតនឹងហើយយើងលីងពោតនេះពោតផ្អែមដែលយើងបានចាក់ប្រឡេះទុកនៅក្នុងទូទឹកកកហើយដាក់ការ៉ុតដាក់លីងពោតការ៉ុតហ្នឹងដំបូងហ្នឹងខ្ញុំគិតថាចង់ដាក់សណ្តែកគួរដែរព្រោះសណ្តែកគួរមានដាំនៅផ្ទះប៉ុន្តែដល់ពេលឆាមានណាផ្លិចបាត់បងប្អូនមើលផ្លិចបេះសណ្តែកគួរចឹងហើយក៏ដាក់តែប៉ុណ្្នឹងទៅហើយបន្ទាប់មកយើងថែមគ្រឿងតាមហ្នឹងមានប្រេងខ្យងហ្នឹងគិតមើលទៅប្រហែលជា2ស្លាបព្រាបាយអីហ្នឹងអញ្ចឹងខ្ញុំចាក់យកតែម្ដងទៅហើយយើងរំលីងវាឥឡូវវាចាប់ដើមចេញទឹកបន្តិចជាមួយនឹងខ្លាញ់ដែលវាចេញពីសាច់ក្រកហ្នឹងណាអញ្ចឹងហើយនេះគឺអំបិលហ្នឹងអំបិលលេគ្រឿងដែលខ្ញុំបានលាយទុកសម្រាប់បងសម្លបងអីហ្នឹងមានលាយគ្រឿងជាមួយនឹងបាបកាជាមួយនឹងបកាហើយនឹងស្ករសអីហ្នឹងអញ្ចឹងល្មមយើងដាក់បាយចូលមកហើយបាយហ្នឹងចាក់ខ្លាំងពេកចង់ហួសផ្ទះបងប្អូនហើយអញ្ចឹងបងប្អូនអាចដួសម្ដងតិចហើយដោយសារតែខ្ញុំពិបាកថតរឿងអីហ្នឹងទៅចង់ហួសផ្ទះហើយចាអញ្ចឹងយើងឆាច្បល់ឡើងបាយខ្ញុំហាក់ដូចជាស្ងួតបងប្អូនឃើញអត់ប្រើខ្លាញ់ច្រើនទេព្រោះអីឥឡូវយើងខ្លាចហើយរឿងខ្លាញ់អញ្ចឹងប្រៃផ្អែមអីហ្នឹងក៏ខ្ញុំកាត់បន្ថយដែរខ្ញុំទម្លាប់យូរទៅធ្លាប់ហើយយើងលីងរហូតតតែបាយយើងហ្នឹងស្ងួតចឹងបាយយើងស្ងួតល្អហើយពេលដែលបាយយើងស្ងួតហើយហ្នឹងខ្ញុំដាក់ពងទាដែលយើងបានដួសទុកហ្នឹងដាក់ចូលហើយបន្ទាប់មកខ្ញុំរោយទឹកខ្ទឹមពីលើទឹកខ្ទឹមឯហ្នឹងរៀងតិចទៀតអញ្ចឹងមានអីដាក់ហ្នឹងនិយាយទៅរបៀបថាបាយឆាព្រលឹមឡើងសម្រាប់គ្រួសារយើងចាំបាច់ទៅទិញបាយនៅឬក៏កាទៀវអីចឹងណាបងប្អូននេះកូនប្រុសខ្ញុំចូលចិត្តណាស់បាយឆាបាយអីនេះវាថាឆ្ងាញ់ណាស់